ពេលតលេងផ្ទះប្អូនស្រីទី2របស់ខ្ញុំម្ដងនឹងថាគាត់ទទួលស្វាគមន៍ជាមួយនឹងត្រីកំងជោគតឹងហើយព្រោះគាត់ដឹងថានឹងគឺជា favorite របស់ខ្ញុំណាហើយថ្ងៃនេះដែរគឺម៉ាក់ខ្ញុំមកបញ្ចេញស្នាដៃធ្វើទឹកត្រីអំពិលទុំកំងជោគតឹងគឺឆ្ងាញ់ជាមួយនឹងទឹកត្រីអំពិលទុំនឹងឯងបើដាក់ជាមួយទឹកត្រីអីផ្សេងៗក៏អត់ឆ្ងាញ់ទេហើយអ្នកទាំងគ្នាអាចមើលពីរបៀបនៃការធ្វើទឹកត្រីអំពិលទុំរបស់ម៉ាក់ខ្ញុំបានណាដំបូងបំផុតគឺគាត់ញុំជាមួយនឹងអំពិលទុំហ្នឹងយកតាសាច់ទេអត់យកគ្រាប់ទេអ្នកទាំងគ្នាបន្ទាប់មកគាត់លីងស្ករត្នោតឲ្យឈ្ងុយមកដាក់ទឹកត្រីដាក់ប៊ីចេងខ្ទឹមសខ្ទឹមក្រហមហើយម្ទេសមកគឺជាការស្រេចតែម្ដងអ្នកទាំងគ្នាត្រីក៏ធ្វើឲ្យភ្លើងក៏ឆេះដែរអញ្ចឹងចាប់ផ្ដើមដាក់អាំងងាវដាក់អាំងត្រីកំងវិញអ្នកទាំងគ្នាគឺញ៉ាំបែបនេះគឺឆ្ងាញ់ហើយគ្រួសារខ្ញុំឲ្យតែញ៉ាំអីក៏អត់ភ្លេចទេជាមួយនឹងទឹកត្រពាំងបាយជូរ Apollo ទឹកត្រពាំងបាយជូរនេះគឺមកពី Basic ណាកុំច្រឡំថាស្នាត្រពាំងបាយជូរហើយវាមានហាឡាល់អ្នកទាំងគ្នានេះគឺជាទឹកត្រពាំងបាយជូរដែលយើងអាចញ៉ាំបានហើយនេះបងអូនថ្លៃខ្ញុំគេបរៀនពីរបៀបជោគតឹងព្រោះដោយសារតែខ្ញុំចូលចិត្តញ៉ាំមែនប៉ុន្តែគឺខ្ញុំមិនដែលញ៉ាំរបៀបថាដល់តែឆ្អិនហ្មងបើខ្ញុំញ៉ាំគេហៅថាជោគធួញ៉ាំរបៀបខ្ញុំតែនេះគេប្រាប់ថាជោគតឹងគេធ្វើបែបនេះគេយកសាច់ត្រីហើយគេដាក់ជាមួយនឹងសាឡាត់តិចមកហើយទឹកសក់អីចឹងមកហើយដាក់ទឹកត្រីចូលក្នុងហ្នឹងមកគឺឆ្ងាញ់ហ្មងញ៉ាំផ្ទះហើយមិនត្រឹមតែរៀបអាហារឲ្យឆ្ងាញ់ទេថែមទាំងបង្រៀនឲ្យថាជោគតឹងបែបណាបើញ៉ាំឆ្ងាញ់ទៀតអ្នកទាំងគ្នាខ្ញុំសុំទោសមែនតែបើសិនជាករណីអ្នកទាំងគ្នាឮសំឡេង background មកពីខាងក្រៅទីងទុងអីចឹងណាព្រោះដោយសារកន្លែងដែលខ្ញុំបញ្ចូលសំឡេងណាវារៀងអ៊ូអតិចហើយនេះគឺប៉ាខ្ញុំអ្នកទាំងគ្នាគឺអត់មានអីពិបាកទេជោគយកហើយហ្មងហើយបងអូនថ្លៃខ្ញុំម្ដងគេចាប់ផ្ដើមជោគចឹងណាគេដាក់សាឡាត់ដាក់អីចឹងដូចធម្មតាអ្នកទាំងគ្នាចង់ញ៉ាំបែបណាក៏ញ៉ាំទៅបើអ្នកខ្លះគេជោគនៅលើជាទៀសអាំងនឹងហ្មងគេជោគឲ្យគេត្រឡប់មកអញ្ចឹងតែសម្រាប់គ្រួសាររបស់ខ្ញុំយកមកដាក់លើចានហើយជោគវាមកតង់ហើយតែពេលឲ្យបានយកទៅដាក់អាំងវាសាជាថ្មីវិញអញ្ចឹងទៅតាមចំណង់ចំណូលចិត្តអ្នកទាំងគ្នាអ្នកខ្លះគាត់ញ៉ាំជោគតឹងតែគាត់ញ៉ាំជាមួយនឹងទឹកត្រីកោះកុងអីចឹងទៅតែសម្រាប់គ្រួសារខ្ញុំដូចខ្ញុំប្រាប់ចឹងគឺវាឆ្ងាញ់ជាមួយនឹងអាទឹកត្រីអំពិលទុំហ្នឹងជូរអែមហឹលហើយបាយក្តៅអូយឆ្ងាញ់ខ្លាំងណាស់គ្រាន់តែបញ្ចូលសម្លេងហ្នឹងក៏នឹកឃើញដល់ទស្សនវិជ្ជាហ្នឹងដែរព្រោះដោយសារញ៉ាំបាយជួបជុំគ្នាជាមួយនឹងគ្រួសារអ្នកទាំងគ្នាគ្រួសារខ្ញុំគឺឲ្យតម្លៃទៅលើការជួបជុំខ្លាំងមែនទែនព្រោះដោយសារយូរបានជួបជុំគ្នាម្ដងមិនមែនជាការងារហើយនេះគឺខ្ញុំចាប់ផ្ដើមជោគម្ដងទៅណាមកណាគឺម៉ាក់ជាជំនួយការរហូតហ្មងឃើញកូនជោគបដាកាន់ទូរស័ព្ទបដាតឹងទ្រូងពេកជោគឲ្យហ្មងទៅក៏ប៉ុន្តែមហូបមានច្រើនមុខមែនទែនណាតគ្នាមានទាំងងាវមានក្តារមានបកាមានមឹកហើយជ្រក់លហុងអីទៀតផ្សេងប៉ុន្តែលោកដាច់ជាងគេគឺអត្រីកំងជោគតឹងនឹងឯងទៅដើមគ្នាពេញណាពេញណីរសជាតិវាឆ្ងាញ់ពេកក៏សម្រាប់បងប្អូនដែលគាត់មានចំណាប់អារម្មណ៍នៅក្នុងការទិញស៊ុបស៊ីឈ្វ័នយកទៅលក់បន្តឬក៏ញ៉ាំអីចឹងណាគឺគាត់អាចតាក់ទងមកខាងខ្ញុំបានគឺខ្ញុំមានពីររសជាតិហឹរដោយម្រេចពណ៌បៃតងហើយរសជាតិហឹរដោយម្ទេសពណ៌ក្រហមហើយសម្រាប់ដុំស៊ុបស៊ីឈ្វ័នគឺមានហាឡាល់ណាបងប្អូនអញ្ចឹងបងប្អូនអាចកំងទិញពីខ្ញុំបានហើយសម្រាប់វិធីសាស្ត្រក្នុងការធ្វើគឺបងប្អូនទិញទៅគឺខ្ញុំនឹងប្រាប់បងប្អូនណាតម្លៃត្រឹមតែ 5000 ទេសម្រាប់50ក្រាមហើយ150ក្រាមវិញគឺតម្លៃ 15000 បើបងប្អូនមានចំណាប់អារម្មណ៍នៅក្នុងការយកទៅលក់បោះដុំបន្តគឺមានតម្លៃពិសេសក្រោមជាងទីផ្សារណាអរគុណច្រើន